ទោស6យ៉ាងក្នុងការលេងល្បែងភ្នាល់តើដូចម្ដេចខ្ញុំបានស្ដាប់មកថាពាក្យនោះព្រះមានពភាកទ្រង់ត្រាស់ហើយព្រះអរហន្តសម្ដែងហើយនៅក្នុងបិដកអដ្ឋកថាក្បាលទី12ទំព័រ374សង្គាលកសូត្រទី8ធៀបទី53មនាលកហបតីបុត្រទោសក្នុងការប្រកបរឿយនៅការលេងល្បែងភ្នាល់ដែលជាហេតុជាទីតាំងនៃសេចក្តីប្រមាទនេះមាន6យ៉ាងគឺបុគ្គលនោះបើឈ្នះគេតែងបានពាមួយបើចាញ់គេតែងសោកស្ដាយទ្រព្យសម្បត្តិមួយវិនិច្ឆ័យទ្រព្យសម្បត្តិដែលឃើញស្ដែងតាន់ភ្នែកមួយកាលបើទៅសាលាវិនិច្ឆ័យគេមិនជឿស្ដាប់ពាក្យមួយពួកមិត្តអាមាត្យតែងបោះបង់ចោលមួយជាបុគ្គលដែលគេមិនត្រូវការដណ្ដឹងឬឲ្យកូនស្រីព្រោះគេគិតថាបុរសបុគ្គលអ្នកលេងល្បែងភ្នាល់មិនអាចចិញ្ចឹមប្រពន្ធបានទេមនាលកហបតីបុត្រទោសក្នុងការប្រកបរឿយនៅការលេងល្បែងភ្នាល់ដែលជាហេតុជាទីតាំងនៃសេចក្តីប្រមាទមាន6យ៉ាងនេះឯងព្រះអដ្ឋកថាទំព័រទី405លោកបានបញ្ជាក់ថាអ្នកចាញ់រមែងចងពាវេរាក្នុងបុគ្គលអ្នកឈ្នះនោះសូមអនុមោទនា